បាទសូមជម្រាបសួរបងប្អូនអ្នកតាមដានស្រាប់នឹងទស្សនាទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងបន្តការសិក្សាយើងបន្តទៀតអំពីការប្រើប្រាស់ Google Drive អញ្ចឹងនៅក្នុងវីដេអូមុនយើងបានសិក្សាទៅលើនៅលើ search bar ខាងលើនេះបាទ text box ហ្នឹងយើងនិយាយឲ្យអស់ហើយឥឡូវយើងចូលដល់ចំណុចបន្តទៀតគឺ suggest folder មានន័យថា folder ដែលខាង Google Drive គឺ suggest មានន័យយើងប្រើវារាល់ថ្ងៃណាមានន័យថាអា folder ឬក៏ឯកសារណាដែលយើងប្រើវាញឹកញាប់គឺអា Google Drive ហ្នឹងវានឹងដឹងថាយើងប្រើប្រាស់វាជាប្រចាំវានឹងទាញឲ្យយើងនៅលើនឹងតែម្ដងអា folder ណាដែលយើងអត់ដែលបានប្រើយើងមិនសូវប្រើវាគឺមានន័យថាវាអត់ suggest ឲ្យយើងទេវាកប់នៅខាងក្រោមអញ្ចឹងទៅបាទអញ្ចឹងណានឹងគឺសំដៅទៅលើ suggested folders អញ្ចឹង suggest filing និងអា folder នេះដូចគ្នាអញ្ចឹងមានន័យអានេះគឺវា suggest ទៅលើ folder ដែលយើងប្រើវាជាប្រចាំអានេះគឺ suggest ទៅលើ file ដែលយើងប្រើប្រាស់វាជាប្រចាំហើយក្រោយគេទៀតណាមានន័យថាណាដែលយើងប្រើក្រោយគេវានឹងទាញបង្ហាញឲ្យយើងនៅលើនឹងតែម្ដងណាកន្លែងហ្នឹងបើសិនជាឯកសារណាដែលយើងអត់ដែលប្រើឬក៏ចាស់ឯកសារចាស់វាអត់ទាញបង្ហាញនៅលើនឹងទេណាកន្លែងនេះចឹងបងប្អូនអាចនឹងវាទាញដែរប៉ុន្តែវានៅកប់ក្រោមបាទវានៅកប់ក្រោមតទៅយើងទៅរោអញ្ចឹងទៅឬក៏ search នៅលើមនុស្សខាងលើនេះបាទអញ្ចឹងតាក់ទងជាមួយនឹង suggest folder និង suggest file គឺស្រដៀងគ្នាទេបាទស្រដៀងគ្នាដូចទៅនឹងលើឯកសាររបស់យើងនេះបាទនៅលើនេះបងប្អូនឃើញពេលណាដែលយើងបើកវាដំបូងវាមាន suggest អីឲ្យយើងអូតូកន្លែងនេះណាអូខេអញ្ចឹងនេះទាំងអស់ហ្នឹងតែនេះដោយសារខ្ញុំប្រើជាមួយនឹង DSPC អញ្ចឹងវាអត់បង្ហាញទេនេះដោយសារតែខ្ញុំជាប់ copy ឯកសារអញ្ចឹងពេលខ្ញុំចុចនៅលើហ្នឹងអត់បង្ហាញទេអូខេអញ្ចឹងវាដូចគ្នាទៅលើ local machine របស់យើងអញ្ចឹងនៅលើ drive លើ machine របស់យើងអញ្ចឹងណាអូខេខ្ញុំសុំទៅចំណុចបន្តទៀតគឺ My Drive នេះគឺតាក់ទងជាមួយនឹងឯកសាររបស់យើងទាំងអស់ដែលយើងបាន upload ចូលទៅក្នុងGoogle Drive ហ្នឹងបាទក្នុងទំហំ 15G ហ្នឹងទាំងអស់តែម្ដងបាទហើយនៅខាងផ្ទាំងនេះខ្ញុំអត់និយាយទៅលើមនុស្សនេះវាជាផ្នែកមួយផ្សេងដោយសារ Google Drive វាបានបំបែកជាផ្នែកឲ្យយើងអាលើនេះគេហៅថា header អានេះ sidebar ខាងឆ្វេងអានេះ sidebar ខាងស្ដាំអានេះគឺ body ឯកសាររបស់យើងគឺនៅក្នុងហ្នឹងបាទហើយយើងមើលទៅលើនេះគេដាក់ថា my drive មានន័យថានេះទីតាំងដែលយើងបានចូលទៅGoogle Drive របស់យើងចូលដល់កន្លែងមួយណាវានឹងប្រាប់ទីតាំងនឹងតែម្ដងឧទាហរណ៍ថាខ្ញុំចូលទៅក្នុង folder មួយទៀតឈ្មោះថា data ខ្ញុំបើកទៅបងប្អូននឹងឃើញខាងលើនេះវាដាក់ថានៅក្នុងmemory my drive ហើយនៅក្នុង folder មួយឈ្មោះថា data បើខ្ញុំចូលក្នុង data មួយទៀត data series មួយទៀតបងប្អូននឹងឃើញវានឹងប្រាប់ទីតាំងថាខ្ញុំកំពុងតែចូលនៅក្នុង folder មួយឈ្មោះថា data series ហ្នឹងគឺវានៅក្នុង folder data ហើយនៅក្នុង memory មួយឈ្មោះថា my drive បាទហ្នឹងគឺមានន័យថាកន្លែងបញ្ជាក់ទីតាំងដែលយើងកំពុងតែឈរនៅលើឯកសារមួយហ្នឹងឬក៏ folder មួយហ្នឹងអូខេបន្តមកខាងក្រោមនេះមាន type ជាប្រភេទនៃឯកសាររបស់យើងគឺដូចគ្នាទៅនឹងការ search នេះចឹងដូចគ្នាវាមាន type ដូចគ្នាចឹងប្រភេទនៃឯកសាររបស់យើងបើយើងចង់ search មានន័យថាចង់ឃើញតែឯកសារដែលឯកសារណាដែលជារូបភាពទេយើងអត់ចង់ឲ្យឃើញជាមួយ folder បងប្អូនអាចនឹងឃើញនេះវាលាយគ្នាទាំងអស់មានទាំងរូបភាពមានទាំង file PDF មានទាំង photo មានទាំង Google Form អីចឹងទាំងអស់វាលាយគ្នាអញ្ចឹងយើងអត់ចង់ឃើញលាយគ្នាទេយើងចង់ឃើញតែប្រភេទ file ឬក៏ឯកសារណាដែលយើងចង់ឃើញយើងចុចមកខ្ញុំ search ទៅតាមប្រភេទ file PDF បាទឲ្យតែជា PDF គឺវានឹងបង្ហាញឲ្យយើងតែម្ដងណាបាទឧទាហរណ៍ថាខ្ញុំចង់ search ជាប្រភេទបាទ Google Form បាទខ្ញុំចុចលើ Form មកបងប្អូនឃើញវាទាញតែប្រភេទបាទ Google Form ឲ្យយើងទេបាទហើយយើងចង់ clear វាចោលយើងចុចសញ្ញាខ្វែងនេះវានឹងមកដូចដើមមកវិញណាឯកសារទាំងអស់គឺមកវិញណាបាទអញ្ចឹងនេះគឺដូចខ្ញុំបង្ហាញនៅលើManoj Home ហ្នឹងដូចគ្នាទេអត់បញ្ហាទេបានមានវីដេអូមាន audio មានបាន drawing តាក់ទងជាមួយនឹងGoogle Draw គឺសម្រាប់យើងគូររូបអីផ្សេងៗអញ្ចឹងណាបាទឥឡូវខ្ញុំលម្អិតតិចទៀតទៅកុំឲ្យថាយើងមិនបាននិយាយគឺ folder គឺតាក់ទងជាមួយនឹងឈ្មោះ block folder ដែលយើងបានខ្ចប់ទុកឯកសាររបស់យើងទៅតាមប្រភេទហើយ Google Doc គឺតាក់ទងជាមួយនឹង document ដែលយើងធ្វើនៅលើ Google Doc វាស្មើជាមួយនឹងកម្មវិធី Word
បាទហើយបាទ split sheet នេះគឺតាក់ទងជាមួយនឹងបាទ file ឯកសាររបស់យើងឬក៏ឯកសាររបស់យើងជាប្រភេទ sheet បាទ Google Sheet ស្មើនឹង Excel ហើយតាក់ទងជាមួយនឹង presentation ហ្នឹងគឺតាក់ទងជាមួយនឹង slide ដែលយើងធ្វើនៅលើ Google Slide វាស្មើជាមួយនឹងបាទ PowerPoint ហើយ Google Form នេះតាក់ទងជាមួយនឹង form ដែលយើងចង់ survey រកទិន្នន័យផ្សេងៗហើយយើងនឹងនិយាយទៅលើform ហ្នឹងនៅចំណុចបន្តទៀតនៅលើវីដេអូក្រោយបាទហើយនេះគឺជា photo មានន័យថាជាប្រភេទ file ឯកសារជារូបភាពជារូបថតបាទយើងចុចមកឲ្យតែមានរូបថតជា file ឯកសារយើងហ្នឹងគឺវានឹងបង្ហាញវាអត់លាយជាមួយអីផ្សេងៗទេហើយនេះជា PDF បាទ PDF ជាប្រភេទ file PDF គឺវានឹងបង្ហាញហើយវីដេអូបាទ file វីដេអូវានឹងបង្ហាញបាទ archive នេះបាទ archive ជាប្រភេទ file zip បាទគឺ file zip ហ្នឹងគឺ file RAR អីផ្សេងៗណាបាទបងប្អូនអាចច្បាស់ហើយអញ្ចឹងអានេះខ្ញុំអត់បាត់ទេលើកខ្ញុំប្រាប់តិចទៅបាទកុំឲ្យថាបានប្រាប់គឺបាទ file zip អីហ្នឹងផ្សេងៗវាដូចជាបងប្អូនអាចទៅមើលខ្ញុំមើលនេះពពុទ្ធ file អញ្ចឹងណាបាទ file ហ្នឹងដែលយើងបាន upload ចូលទៅក្នុង Google Drive ហ្នឹងគឺវានឹងបង្ហាញឲ្យយើងតែម្ដងណាអញ្ចឹងឧទាហរណ៍ថាយើងបាន upload file zip អីផ្សេងៗនៅក្នុង Google Drive ហ្នឹងវានឹងច្រោះឲ្យយើងតែម្ដងបាទទៅទៀតគឺ audio តាក់ទងជាមួយចម្រៀងឬក៏សំឡេង record អីផ្សេងៗដែលជាសំឡេងណាបាទយើងអាចច្រោះបាន drawing ជាប្រភេទ Google Drawing គឺវាដូចជាមួយនឹង pen នេះបាទ pen នេះកម្មវិធីសម្រាប់យើង draw គូអីផ្សេងៗណាបាទជារបស់ Google ណាបាទនេះគឺ drawing គឺរបស់ Google នេះបងប្អូនអាចឃើញ new អញ្ចឹងមកបងប្អូនឃើញមាននេះ Google Drawing បាទដូចជាមួយនឹង pen មិនដូចគ្នាអញ្ចឹងមានកន្លែងយើងគូ shape គូអីផ្សេងៗទាំងអស់ហ្នឹងនេះឃើញបាទហ្នឹងអញ្ចឹងខ្ញុំសូមអត់លម្អិតទេខ្ញុំសូមបិទចោលបាទទៅទៀតបាទ Google Size ក៏យើងត្រូវនិយាយដែរប៉ុន្តែយើងនឹងនិយាយទៅលើវីដេអូក្រោយតាក់ទងជាមួយនឹង website ដែលយើងអាចបង្កើត website មួយដែលប្រើ free ជារបស់ក្រុមហ៊ុន Google ដូចគ្នាបាទអញ្ចឹងយើងនឹងនិយាយទៅលើGoogle Sites ហ្នឹងនៅវីដេអូក្រោយតទៀតបាទអញ្ចឹងshortcut ផ្សេងៗយើងធ្វើជា shortcut ផ្សេងៗបងប្អូនអាចនឹងឃើញមានជាប្រភេទ shortcut ដែលយើងធ្វើជា shortcut ដើម្បីចុចវាបងប្អូនឃើញខ្ញុំដាក់នេះ star បាទ star នេះដែលខ្ញុំ add វាជា shortcut ដើម្បីស្រួលចុច row បាទនេះហើយបើសិនយើងដោះ star នឹងវិញឯណាកន្លែងដោះ star បាទអូខេខ្ញុំចុចនៅលើនឹងវិញចាំតិចខ្ញុំសុំមើលទីកន្លែង remove star ហ្នឹងទៅវិញនេះបងប្អូននេះយើងចុចកន្លែងហ្នឹងវិញទៅវានឹងបាត់ដែរបាទអូខេអញ្ចឹងបងប្អូនចុចទៅវានឹងទៅកន្លែងដើមវាវិញវាលែងមានជា shortcut នៅលើហ្នឹងឲ្យយើងហើយបាទ shortcut ជា PDF ណាបាទឃើញបងប្អូននៅលើខ្ញុំ short ម្ដងទៀតគឺបងប្អូនលេងឃើញជាស្រ័យខ្ញុំសុំ my drive ហើយខ្ញុំ short ជា shortcut បងប្អូននឹងអីចាំតិចបងប្អូនអូកន្លែងនេះមានតាក់ទងមួយ star ទេជាស្រ័យគឺតាក់ទងមួយ shortcut បាទបងប្អូនអាចទៅមើលនេះឧទាហរណ៍ shortcut ហ្នឹងកន្លែងណាខ្ញុំចុចនៅលើទីតាំងដើមវាដាក់ក្នុង my drive នេះយើងចុចមកបងប្អូនឃើញវាដាក់រូបសញ្ញានេះជា shortcut បាទ shortcut ហ្នឹងគឺមានន័យថាយើង share មកដាក់ខាងក្រៅដើម្បីឲ្យស្រួលចុចណាបាទទីតាំងវាតាមពិតវានៅក្នុងជប់ខ្ញុំសុំមើលទីតាំងវិញតិចសិនអត់មាន open file location shortcut សុំចាំតិចបងប្អូនខ្ញុំសុំទៅមើលសិន data អានេះជាតាក់ទងជាមួយ shortcut អញ្ចឹងគឺ shortcut គឺវិធីកាត់ដើម្បីយើងចុចទៅឲ្យវាចូលលឿនណាបងប្អូនខ្ញុំសុំមើលទៅលើទីតាំងដើមវាសិនបាទ shortcut name ឥឡូវចេះ shortcut ហ្នឹងមានចេះបងប្អូនអាចមើលមកស្ដាំយកពាក្យថាshortcut
អត់ឃើញ shortcut ចឹងខ្ញុំសូមឲ្យត្រៃជាស្រ័យបងប្អូនសូមមើលតិចសិនកណានេះបងប្អូនអាចឃើញនេះ organize shortcut នេះបាទឥឡូវខ្ញុំសូមដាក់ shortcut មួយទៀតនេះបងប្អូនទៅមើលបាទខ្ញុំចូលទៅក្នុង email social media មានន័យថាអានឹងនៅក្នុង folder ហ្នឹងដល់ពេលខ្ញុំចង់ទាញវាយកមកដាក់ខាងក្រៅនៅក្នុង my shortcut នេះស្រួលពេលយើងចុចទៅឲ្យវាទៅរកឃើញទីតាំងហ្នឹងហ្មងបាទបងប្អូនឃើញបើសិនយើងចង់ចូល my email មិញណាយើងត្រូវចូលទៅក្នុង email social ហ្នឹងมันឃើញនៅក្នុង email នេះfile ហ្នឹងនៅក្នុង email social media ហ្នឹងឥឡូវខ្ញុំចង់យកវារៀវមកដាក់ក្រៅយើងមកស្ដាប់យកពាក្យថា organize ហើយយើងយកពាក្យថា add shortcut ពេលហ្នឹងបងប្អូនទៅមើលបាទកន្លែងនេះយើងចង់ add ដាក់កន្លែងណា shortcut នេះខ្ញុំចង់ដាក់នៅលើ my drive នេះនៅក្នុង my drive ពេលណាខ្ញុំចុច my drive ហ្នឹងវានឹងរត់ទៅដល់ទីតាំងហ្នឹងតែម្ដងអូខេខ្ញុំចុច my drive ហ្នឹង add ទៅចាំបងប្អូនទៅមើលពេលណាខ្ញុំចុច my drive បងប្អូនឃើញមាន shortcut ហ្នឹងចេញមកហើយមានរូបសញ្ញាព្រួយនេះកាត់ឡើងបងប្អូនឃើញហ្នឹងគឺ shortcut អូខេបាទកន្លែងហ្នឹងគឺប៉ុណ្្នឹងហើយកន្លែងនេះគឺយើងអាច move វាទៅក្នុង style ផ្សេងក៏បានដែរណា add shortcut ហ្នឹងក៏បានដែរហើយពេលណាដែលយើងចង់លុបវាចេញយើងចុច delete វាចោលទៅបាទ move វាចោលទៅកន្លែងនេះមានដោះ shortcut ទេបាទបើអត់ទេយើងចុច move មកបាទ move ប៉ុណ្ណឹងឥឡូវខ្ញុំសូម move វាចូល draft ហើយខ្ញុំទៅមើលនៅក្នុង email ម្ដងទៀតបងប្អូនឃើញវានៅដដែលមានន័យថាទីតាំងវានៅក្នុងទីតាំងដើមនៅក្នុង email នៅក្នុង folder email social media ប៉ុន្តែបើខ្ញុំលុបចេញពី my drive នេះគឺអត់បាត់ទេព្រោះអាហ្នឹងជា shortcut ជាវិធីចុចចូលទៅក្នុងទីតាំង folder ហ្នឹងដោយមិនចាំបាច់ចូលទៅក្នុង folder មួយទេហ្នឹងយើងប្រើ shortcut ដើម្បីអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះបើសិនជាបងប្អូន search ជាប្រភេទ shortcut គឺបែបហ្នឹងយើងចុចទៅឲ្យតែជាពពួក shortcut គឺវានឹងទាញឲ្យយើងតែម្ដងបាទអញ្ចឹងបញ្ជាក់ម្ដងទៀតខ្ញុំសូមខ្វែងចោលឥឡូវឧទាហរណ៍ស្ដែងមួយទៅមិនដោយសារបងប្អូនរៀងវគ្គកន្លែងហ្នឹងតិចឥឡូវខ្ញុំសូមបង្កើតជា shortcut មួយនៅក្នុងនេះបាទមានន័យថាខ្ញុំនឹងបង្កើត shortcut មួយវិធីកាត់មួយដើម្បីចូលទៅក្នុង folder A នេះ folder B នេះបងប្អូនឃើញបើសិនខ្ញុំចង់ចូលទៅក្នុង folder ហ្នឹងខ្ញុំត្រូវចុចចូលទៅក្នុង my drive នៅក្នុង folder data ខ្ញុំចូលទៅក្នុង folder data 3ហើយបានឃើញ folder ហ្នឹងប៉ុន្តែខ្ញុំចង់ move វាមិនមែន move ទេជាស្រ័យគឺខ្ញុំចង់បង្កើតជា shortcut មួយវិធីកាត់មួយដើម្បីយកមកដាក់នៅខាងក្រៅនេះ my drive នេះពេលខ្ញុំចុចនៅលើ my drive ហ្នឹងទៅគឺរត់ចូលដល់ folder ហ្នឹងតែម្ដងបាទខ្ញុំចុច mouse ស្ដាំនៅលើ folder ណាដែលយើងចង់បង្កើត shortcut បាទខ្ញុំយកពាក្យ organize ហើយខ្ញុំយកពាក្យថា add shortcut បាទពេលហ្នឹងវានឹងឲ្យយើងជ្រើសរើសថាតើយើងចង់បង្កើត shortcut ហ្នឹងដាក់នៅទីតាំងណាណាយើងចង់ដាក់នៅក្នុង star ឬក៏ក្នុងទីតាំងផ្សេងៗដែលយើងចង់រើសផ្សេងៗក៏បានដែរនេះបាទអូខេអញ្ចឹងខ្ញុំសូមដាក់កន្លែង suggest ចុះដើម្បីឲ្យបងប្អូនច្បាស់កន្លែងហ្នឹង suggest នេះហើយខ្ញុំទុកនៅក្នុង my drive ខ្ញុំចុច my drive នេះមានន័យថាខ្ញុំចង់ឲ្យវាបង្កើត shortcut នៅលើ my drive ហ្នឹងតែម្ដងហើយខ្ញុំចុច add បាទពេលហ្នឹងបងប្អូនចាំបន្តិចបាទពេលណាវាដាក់ថា edit នេះរួចរាល់ហើយយើងទៅមើលខ្ញុំចុច my drive បងប្អូននឹងឃើញ folder មួយឈ្មោះថា B ហើយមានសញ្ញាបាទសញ្ញាព្រួញជា shortcut បាទជា shortcut គឺវិធីកាត់ពេលណាខ្ញុំចង់បើកវាខ្ញុំចុចបើកទៅគឺលឿនតែម្ដងអូខេបងប្អូនឃើញចូលក្នុង folder ហ្នឹងតែម្ដងបាទប៉ុន្តែបើសិនខ្ញុំលុបសួរថា folder ដើមវាបាត់អត់ខ្ញុំមកស្ដាំយកពាក្យថា move to draft តើ folder B ហ្នឹងបាត់ចេញពី Google Drive យើងអត់បាទគឺអត់បាត់ទេគឺយើងលុបនេះគឺលុប shortcut វាទេប៉ុន្តែទីតាំងដើមវានៅធម្មតាខ្ញុំចូលទៅក្នុង data ខ្ញុំចូលក្នុង data 3ហើយបងប្អូនឃើញ folder ហ្នឹងនៅដដែលអត់បាត់ទេគឺវាបាត់តែ shortcut ទេបាទហ្នឹងគឺអញ្ចឹងណាបាទអូខេអញ្ចឹងតកតងជាមួយនឹងវីដេអូនេះគឺយើងនិយាយប៉ុណ្ណឹងរឿងលម្អិតតិចដែរហើយសង្ឃឹមថាបងប្អូននឹងទាន់ណាហើយខ្ញុំសូមបញ្ចប់វីដេអូបន្តិចទៀតទៅបន្តិចអាកន្លែងនេះគឺowner គឺសំដៅថាឯកសារទាំងអស់ហ្នឹងគឺយើងជាអ្នកបង្កើតដោយខ្លួនឯងអត់មាន share ចេញពីណាពីណីទេណាមានអ្នកណា share ឲ្យយើងគឺយើងមើលកន្លែងហ្នឹងហើយយើង share ឲ្យគេក៏យើងមើលឃើញកន្លែងហ្នឹងដែរហើយយើងនឹងលម្អិតតទៀតថាតើកន្លែងហ្នឹង
គោលដៅវាធ្វើអីទៅអីគាត់នឹងចំបាហាញថា owner នេះគឺជាម្ចាស់តើអ្នកណាជាម្ចាស់ file ឯកសារហ្នឹងណាបើសិនជាមានរូប email ឈ្មោះ email គេផ្សេងអីគឺមានន័យថារបស់ដែលគេ share យើងឥឡូវខ្ញុំសូមចូល share នេះវិញនេះបងប្អូនឃើញអាកន្លែង owner កន្លែងមិញគឺទាំងអស់ហ្នឹងគឺជានេះជា owner ជាម្ចាស់គេនេះម្ចាស់គេហ្នឹងគឺឈ្មោះ Van Lepage ហ្នឹងជាអ្នក share ឲ្យ folder ហ្នឹងមិនមែនយើងជាអ្នកបង្កើតឲ្យខ្លួនឯងទេនេះទាំងអស់ហ្នឹងគឺសិតតែ folder ដែលគេ share ឲ្យយើងណាបាទឥឡូវខ្ញុំចូល My Drive បងប្អូនឃើញមីទាំងអស់មានន័យថាហ្នឹងគឺជារបស់ដែលយើងបង្កើតឲ្យខ្លួនឯងបាទហើយនេះគឺថ្ងៃដែលយើងបង្កើតថ្ងៃដែលយើងប្រើប្រាស់វាគឺវានឹងចាប់អូតូតាមក្រិនម៉ោងរបស់យើងថ្ងៃទីរបស់យើងនេះយើងកែប្រែវាថ្ងៃណាយើងបង្កើតវាថ្ងៃណាគឺវាបង្ហាញហ្នឹង file size នេះគឺជាទំហំនៃឯកសាររបស់យើងវាមានទំហំប្រមាណបាទទំហំនេះគឺវាតាក់ទងជាមួយ storage នេះគឺយើងដឹងហើយថា Google Drive គឺយើងប្រើប្រាស់ free បានត្រឹមតែ 15G ទេបើយើងប្រើលើសអស់ 15G មានលើស 15G គឺយើងត្រូវចំណាយលុយក្នុងការទិញឬក៏យើងមិនអាចទុកទៅនៃផ្សេងទៀតបានទេណាអញ្ចឹងបើយើងបង្កើត file មួយឬក៏ upload file មួយចូលក្នុង folder មួយគឺវានឹងបូកទំហំបន្ថែមឲ្យយើងរហូតបាទបន្ថែមឧទាហរណ៍នេះ1 KB អញ្ចឹងវានឹងបូកចូលក្នុងនេះបាទយើង add ប្រមាណអីផ្សេងគឺមានថែមនៅក្នុងនោះទាំងអស់បើសិនជាពេញគឺមានន័យថាយើងលេងប្រើប្រាស់ Google Drive នឹងបានហើយមានន័យថាវាពេញទំហំផ្ទុកអស់ហើយណាដូចទឹកអញ្ចឹងណាបាទពីងដាក់ទឹកបាន 1000 លីត្រពេលណាដែលយើងដាក់ទឹកអស់ 1000 ហើយគឺយើងអត់អាចដាក់ទឹកបានទៀតទេណាវានឹងហៀចេញក្រៅអញ្ចឹងទៅបាទតែ Google Drive អត់ហៀទេតែពេញ 15G ហើយគឺដាក់លេងចូលហើយមានន័យយើងប្រើលេងបានហើយ Google Drive នេះគឺload ក្រហមមានន័យថាប្រើបានធម្មតាប៉ុន្តែយើងអាច upload ឯកសារផ្សេងចូលក្នុងនឹងបានទេបាទដាក់ឯកសារលេងចូលទៀតឲ្យព្រោះវាពេញណាបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំគិតថាមានប៉ុណ្្នឹងហើយវីដេអូក្រោយយើងនឹងសិក្សាបន្តទៀតតាក់ទងជាមួយនឹងDrive យើងថែមទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត